របៀបចូលទៅផ្លាស់ប្ដូរឈ្មោះ account Telegram របស់យើងបងប្អូនណាបើសិនណាបងប្អូនមានបំណងចង់ធ្វើការផ្លាស់ប្ដូរឈ្មោះពីឈ្មោះអង់គ្លេសទៅខ្មែរឬក៏ពីឈ្មោះខ្មែរទៅអង់គ្លេសសូមបងប្អូនចូលតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបងប្អូននឹងចេះធ្វើបងប្អូនណាបាទអញ្ចឹងបើសិនណាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនជួយ follow page like share ម្នាក់មួយផងទុកជាឯកសារយើងមើលថ្ងៃក្រោយបងប្អូនណាបាទអញ្ចឹងដោយសារក្រុមហ៊ុនTelegram អាប់ដេតលឿនបងប្អូនណាបាទអញ្ចឹងខ្ញុំធ្វើវីដេអូនេះចែកម្លែកបងប្អូនសារជាថ្មីអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាបាទជាដំបូងយើងចូលទៅក្នុងកម្មវិធី Telegram មកណាបាទបន្ទាប់មកបងប្អូនចុចលើ profile របស់យើងមកណាចុចលើ profile មកបាទក្រុមហ៊ុនអាប់ដេតលឿនណាបងណាបាទអញ្ចឹងបាទខ្ញុំធ្វើសារថ្មីចែកម្លែកបងប្អូនសារថ្មីទៀតអញ្ចឹងយើងត្រូវមើលចំចំណុចកណ្ដាលបងណាមានសញ្ញារូបប៊ិចនេះបាទសញ្ញារូបប៊ិចនេះមកចុចលើនឹងពឹបមកបាទបន្ទាប់មកបងប្អូនចុចខាងលើបងណាចុចយកដៃប៉ះពឹបលើឈ្មោះចាស់របស់យើងមកបាទអញ្ចឹងមកណាបាទអញ្ចឹងយើងលុបចោលបងណាយើងលុបឈ្មោះយើងខាងលើចោលអញ្ចឹងមកយើងដាក់អក្សរខ្មែរបាទអញ្ចឹងខ្ញុំឧទាហរណ៍ដាក់ឈ្មោះខ្ញុំណាបាទដាក់ឈ្មោះត្រកូលយើងមុនណាបាទមកតោះមកយើងចុចកន្លែងមកណាចុចកន្លែងខាងក្រោមមកបាទចុចឥឡូវយើងចង់និយាយថាយើងលុបទាំងអស់មកណាលុបទាំងអស់យ៉ាងមកគេដៃប៉ះហ្នឹងយើងលុបទាំងអស់យ៉ាងមកណាហើយយើងដាក់ឈ្មោះយើងខាងលើត្រកូលមកណាបាទអញ្ចឹងមកបាទបន្ទាប់មកបងប្អូនចង់តដាក់ខាងមុខបងប្អូនដាក់ជាអង់គ្លេសក៏បានបងប្អូនចង់ដាក់ជាខ្មែរក៏បានណាបាទយើងតាមបងប្អូនចូលចិត្តអញ្ចឹងខ្ញុំដាក់ជាអក្សរខ្មែរទៅចុះបាទអញ្ចឹងចុចដាក់សញ្ញាមួយខាងមុខមកណាកុំភ្លេចដាក់សញ្ញាអីខាងមុខអញ្ចឹងដើម្បីយើង clear ណាបាទដើម្បីយើង clear ហ្នឹងហើយដាក់ clear មកបាទអញ្ចឹងមកយើងវាយអក្សរអញ្ចឹងមកណាបាទអញ្ចឹងមកណាបាទរួចហើយបងប្អូនមើលសម្លឹងទៅខាងលើមានសញ្ញាគ្រីសខាងលើមកណានេះកន្លែងសញ្ញាគ្រីសមកបងប្អូនចុចសញ្ញាគ្រីសមកបបអូខេអញ្ចឹងឈ្មោះ account Telegram របស់យើងនឹងបានយកប្រើប្រាស់ទៅតាមអ្វីដែលបងប្អូនចង់បានបងប្អូនណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនណាខ្ញុំធ្វើខ្លីទេបងប្អូនណាលើក្រោយបានខ្ញុំធ្វើបន្តទៅទៀតយើងធ្វើរបៀបសរសេរជាភាសាអង់គ្លេសម្ដងអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់បាទអរគុណ